បងប្អូននឹងអត់ពីមុនហុកផ្លែដានហូប BBQ បែបកូរ៉េគិនឈីគិនអីហ្នឹងអត់ដឹងហូបមិនទៀតបាទមិនដឹងមិនខ្មែរមិនបានហូបឥឡូវនេះខ្ញុំស្គាល់ហាង Bulgogi BBQ បែបកូរ៉េស្គាល់ហើយពិតជាសំណាងមែនតើបានហូបហើយមកដឹងពីរបៀបធ្វើគិនឈីទៀតហាង Bulgogi BBQ បែបកូរ៉េនេះគឺធ្វើគិនឈីដោយខ្លួនឯងដោយផ្ទាល់ដៃតែម្ដងហើយ Bulgogi BBQ បែបកូរ៉េនេះមាន2ទីតាំងណោះទីតាំងទី1ស្ថិតនៅផ្សារជីម៉ុង Mega Mall 271នៅជាន់ទី3ទីតាំងទី2ស្ថិតនៅម្ដុំទួលលំពុំយើងហ្នឹងផ្លូវ464ហ្នឹងហើយឥឡូវយើងចូលសាច់រឿងយើងវិញម្ដងរបៀបធ្វើគិនឈីបែបកូរ៉េអាយ៉ាងស៊ឺនិយាយនឹងធ្វើដូចឯងចេះកូរ៉េបន្លែដែលយើងត្រូវធ្វើនឹងមានដូចជាប៉ោមខ្ញីខ្ទឹមស្ពៃកញ្ឆាយហើយឥឡូវនេះយើងហាន់ជាចំណែកតូចៗឲ្យហើយយើងដាក់ចូលម៉ាស៊ីនក្លុកហើយយើងដាក់គ្រឿងផ្សំឲ្យយើងមានស្ករប៊ីចេងទឹកត្រីអញ្ចឹងទៅតាមបែបស្តង់ដារអន្តរជាតិហើយយើងដាក់គ្រឿងហើយឥឡូវយើងនេះចូលក្លុកម្ដងច្រឡំស្មាទឹកក្លុកបងប្អូនឥឡូវនេះឃើញនៅក្លុកយើងបែកសាច់ឥឡូវយើងដាក់ខ្ញីហើយដាក់ខ្ទឹមក្លុកតាមបែបក្រោយទៀតមានតាមបែបដំណាក់កាលអញ្ចឹងមកវិញយើងឃើញខ្ញីនៅរៀងម៉ត់ឥឡូវយើងដាក់ខ្ទឹមចូលម្ដងខ្ទឹមឆាប់មកដាក់ក្រោយគេអញ្ចឹងហើយឥឡូវនេះឃើញនៅក្លុកសពសាច់ហើយយើងចាក់ចូលចានដែកតែម្ដងឥឡូវយើងដាក់ម្ទេសកូរ៉េដើម្បីឲ្យឃើញភាពក្រហមឆ្អិនឆ្អៅរបស់គិនឈីមិញម្ទេសរៀងគ្រាប់ឥឡូវនេះដាក់ម្ទេសម៉ត់បន្ថែមទៀតយើងដាក់តាមស្តង់ដារបែបកូរ៉េតែម្ដងគឺអត់មានបាលើសខ្វះអីទេគឺរសជាតិគឺអែមតែម្ដងឥឡូវនេះមកដាក់របស់មួយយ៉ាងគឺឈ្មោះបាយូជូចាំងបាទបងស្រីគាត់ប្រាប់ថាឈ្មោះយូជូចាំងហើយខ្ញុំថាយូជូចាំងឈ្មោះដូចតួកូរ៉េហ្នឹងតែបន្ទាប់យើងដាក់បាយូជូចាំងហើយបងស្រីគាត់កូវិតឲ្យចូលសាច់តែមួយឲ្យឃើញថាអូយគ្រាន់ដាក់មកឃើញតំណងបាត់ហើយហ្នឹងគ្រាន់ចង់ហូបបាត់ហើយហ្នឹងតែឥឡូវយើងឃើញសពគ្រឿងជាមួយយូជូចាំងហើយយើងដាក់បាត់ដើមកញ្ឆាយអញ្ចឹងយើងដាក់ហើយយើងបាទគេហៅថាកូវិតដាក់ចូលសាច់តែមួយដើម្បីវាចូលរសជាតិឥឡូវយើងដាក់បការ៉ុតជាមួយនឹងថាច់ថាវដាក់ទៅយើងផ្អមយើងកូឲ្យចូលសាច់ជាតិតែមួយដែរហ្នឹងហើយតែប៉ុណ្ណេះទៅគឺមានអីគឺមានវគ្គកូច្បល់ឲ្យចូលសាច់តែមួយហ្នឹងហើយថ្ងៃនេះសំណាងដែរបានមកទៅបងស្រីក៏ធ្វើគិនឈីឲ្យខ្ញុំមើលអញ្ចឹងណាដូចមានអារម្មណ៍ថាខ្ញុំនៅកូរ៉េអញ្ចឹងបើមកឲ្យមានអារម្មណ៍ទៅនៅកូរ៉េហ្មងបើអង្គុយចិត្តធំឡើងតែគិនឈីហ្នឹងហើយឃើញតែដាក់ទៅយើងអត់ដាក់ម្ដងទាំងអស់ទេយើងដាក់ម្ដងតិចច្បល់ម្ដងតិចដើម្បីឲ្យវាចូលសាច់បន្លែឥឡូវនេះយើងមកដាក់ស្ពៃយើងត្រូវដាក់គល់ស្ពៃមុនបាទព្រោះគល់ស្ពៃនេះវាក្រចូលសាច់អញ្ចឹងយើងនៅច្បល់មួយស្លឹកឲ្យវាចូលជាតិរសជាតិដើមរបស់គិនឈីរបស់កូរ៉េយើងហ្នឹងឥឡូវយើងដាក់ថែមច្បល់បាទគ្រាន់តែច្បល់យើងយូរដែរព្រោះយើងច្រើនដែរមួយចានដែកធំឯណោះហើយបងប្អូនគ្នាអាចរៀនធ្វើនៅផ្ទះបានឬក៏ធ្វើដែរគ្រឿងសាំញ៉ាំច្រើនណាស់ដល់មួយណាទៅមួយណាអាចមកហូប Bulgogi BBQ បែបកូរ៉េបានក៏អត់មកហូបឯអាចកំងបាទតាម app បានមានគ្រប់ app តែម្ដងនិយាយពីតម្លៃវិញគឺសមរម្យតែម្ដងបងប្អូនណាមកហូបបែបកូរ៉េប្រហែលថ្លៃហើយអត់ថ្លៃទេមក Bulgogi សាកម្ដងដឹងហើយតម្លៃសមរម្យមែនតើមកម្ដងដឹងតែជក់ចិត្តហើយ Bulgogi BBQ បែបកូរ៉េរបស់យើងគឺមានពីទីតាំងទី1គឺស្ថិតនៅផ្សារជីម៉ុងMega Mall 271ស្ថិតនៅជាន់ទី3ហើយទីតាំងទី2វាស្ថិតនៅម្ដុំទួលកំពង់យើងហ្នឹងគឺផ្លូវ464ហើយអាចវាយតាម Google Map គឺមានគ្រប់ទាំងអស់ផងដែរអរគុណច្រើនសម្រាប់បងប្អូនដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទបោះប្លែករបៀបធ្វើគិនឈីបែបកូរ៉េអរគុណច្រើនសុខសប្បាយហេង